សមរភូមិស្នេហ៍ពាក្យ8ថ្ងៃលិចថ្ងៃរះផ្លាស់ប្ដូរវេនគ្នាអគីអង្គាពោសធាព្រះពាយឆក់ឆាបជីវិតរត់រិតរលាយចិត្តប្រែជាឆ្ងាយសប្បាយខ្លាយទុកពីខែប្រែប្រានបានកុនឡងទៅបិចឃ្លាតអំពៅលែងបានជួបមុខមិនបានដំណឹងថ្លឹងថ្លែងសុខទុក្ខតែលោកមេស្រុកប្រាប់ថាមិនអីលោកថាកងទ័ពដែលលើកទៅនោះបានលុះទៅដល់បាត់ដំបងបុរីរួបរวมជាមួយទ័ពឧទានជ័យប្រជាប្រុសស្រីបានរាប់ម៉ឺននាក់ទើបដងហែអង្គមកក្រុងបាកាននាវិមានឋានពោធិ៍សាត់រតនៈរៀបចំកសាងជាព្រះដំណាក់មានរាជាងរៈពិភិរក្សាពេលនោះលេចលឺដំណឹងមកភ្លាមថាព្រះចៅសៀមក្រៅក្រោតមហិមាខឹងនឹងឧទែនឬជ័យអស្ចារ្យលួចមកកម្ពុជាថាតិកុជេននឹងលើកទ័ពមកជាទ្រង់ទ្រាយធំទុនត្រៀនទុនត្រឹមតាំងពីព្រំដែនកំតិចកម្ពុជាប្រហាឧទែនយកទៅបោកបានក្រោមជើងដំរីពេលលឺដំណឹងនេះភ្លាមកាលណាព្រះជ័យអស្ចារ្យទៅក្រុងរាជថ្មីក៏ត្រៀមកម្លាំងទៅរងរណជ័យឯព្រំដែនដីខេត្តបាត់ដំបងដើម្បីការពាររាជរាំងបច្ចាមិនឲ្យយាត្រានឹមទើបចូលឆ្លងនឹងវាយបកតបឲ្យត្រឡប់ខ្នងទៅក្រោយវិញផងតាមក្បួនយុទ្ធសាស្ត្រឬដំណឹងនេះតាមពាក្យឪពុកអមរាកតុកមកក្រៀមវិបលាស់ទៅថ្ងៃនេះនាងលួចចេញពីផ្ទះមីមៀរត់រះមកដើមពោជ្រៃនាងយកទៀនធូបមកដុតបួងសួងសំពងសង្រួងសុំឲ្យបារមីនៃព្រះពុទ្ធអង្គវត្តអង្គរជ័យជួយផ្ដល់រស័យជោគជ័យដល់ពេជ្រឲ្យឈ្នះសត្រូវគ្រប់ផ្លូវគ្រប់ទិសមាតាមឈ្នះនេះឲ្យរលាយខ្ទេចឲ្យស្លឹកពោលះរីកស្រស់ជានិច្ចជួយឲ្យសម្រេចដល់គោលដៅស្នេហ៍អំបួងសួងចប់ស្រាប់តែនាងពៅដើរលឿនចៅរៅមកតាមផ្លូវស្រែសំឡឹងឆ្វេងស្ដាំរកមើលអំស្នេហ៍ទៅបចូលមកក្បែរហុចសំបត់មួយពេចប្រាប់មីងថាគេសុខសប្បាយឲ្យមីងជាម្ដាយកុំបីភ័យព្រួយឥឡូវគេនៅក្នុងកងជំនួយសម្បត់នេះមួយផ្ញើឲ្យក្មួយអានអក្សរាចាចងពីបងឈ្មោះពេជ្រផ្ញើពីខាងលិចខេត្តវាំងបាកានមកដល់អំស្រីវតីកល្យានថាពេជ្របងបានសុខសាន្តជាទេឥឡូវដឹងច្បាស់ថាព្រះចៅសាមលើកទ័ពមកតាមច្រើនពិនជាទ្វេព្រះជ័យអស្ចារ្យទ្រង់រំពឹងគ្នេឲ្យលើកពលរេទៅរងតបទល់ឆ្នេះបងប្រញាប់ឆាប់ប្រាប់មកអំកុំឲ្យរងចាំដោយចិត្តខ្វាយខ្វល់បងត្រូវជាប់ឈ្មោះជានាយកងពលចេញទៅប្រទល់ព្រំដែនសៀមខ្មែររីឯបងក្រោតវិញក៏ដូចគ្នាដើម្បីការពាររាជរក្សាថែដេញខ្មាំងកុំឲ្យវាមកចិត្តក្បែរលុកចូលដីខ្មែរបានទៀតសោះឡើយម្ដងនេះបងលាអមរាទៅច្បាំងប្រយុទ្ធតតាំងច្បាំងពុំមានស្បើយមិនដឹងស្លាប់រស់ឬយ៉ាងណាឡើយតែស្រស់ត្រានត្រើយអូនកុំព្រួយអីសូមដើមពោជ្រៃបារមីខ្ពង់ខ្ពស់សូមគុណទឹកដោះនៃអ្នកម្ដាយថ្លៃសូមចិត្តបរិសុទ្ធនៃស្នេហ៍ភក្តីជួយឲ្យបានជ័យជោគគ្រប់ជំហានលិខិតបងខ្លីនេះមានន័យគ្រប់សូមអាំចាំជប់ក្នុងដួងវិញ្ញាណជួយបួងសួងផងសងបុណ្យផលទានដើម្បីបងបានប្រានត្រឡប់វិញបងសូមលាអាំត្រឹមប៉ុណ្ណេះសិនសូមស្រស់មេឆ្អិនកំបីតូមនិញបើអែនធនូរះបងកងវិលវិញអាំត្រូវទន្ទិញទន្ទឹងព្រឹកល្ងាចក្នុងពេលដែលអាំកាន់សំបុត្រអាននៅក្រុងបាកានអូតេនក្រុងរាជបដូរព្រះនាមជ័យជាស្ដាអង្គអាចបានផ្ដល់អំណាចឲ្យរៀបទ័ពភ្លាមចៅពោញាវិសេះសង្គ្រាមជ័យមេទ័ពធ្លាប់ល្បីភក្តីកតនាមនាំទ័ព 10000 អ្នកចេញទៅភ្លាមទាំងព្រឹកប្រហៀមចិនឈ្ងៀមខ្លោចស្មៅឯចៅពញាសួគាមឹងកានអង្គព្រះខ្សាត់ខ្សានឲ្យការពារនៅសមរភូមិក្រោយជាមួយចោមចៅចាំរៀបទ័ពទៅជួយបន្ថែមទៀតទ័ពពោញាជ័យមានដំរីសេះមានទាំងរទេះដឹកស្បៀងប្រងព្រាត
អង្គជាក្រៃត្រីឆ្អើត្រីងៀតប្រហុកប្រហៀតរមៀតអកម៉ាំមានក្រុមជំនួយជួយយកអាសាសង្គ្រោះជីវ៉ាជាប់ជាប្រចាំរបួសប្រយុទ្ធក្រាប់លុតឲ្យថ្នាំមានក្រុមដណ្ដាំធ្វើម្ហូបអាហារក្រុមព្រួយក្រុមដៅក្រុមដំបងកិលមហារំអិលសិលមុនគាថាក្រុមវ័យសម្រុកក្រុមឆ្លូបយុកាក្រុមវ័យប្រហាបច្ចាយុជ័យក្រុមស្អីក៏ដោយវិក្រោធមិនគិតអារម្មណ៍គេដិតតែរឿងប្រឡ័យពេលឱកាសល្អត្រូវឲ្យពេកសៃដើម្បីក្រឡៃរឿងទៅប្រាប់អាំក្រោតគ្មានខ្វល់ពីរឿងជាតិអ្វីឡើយគេខ្វល់អែតស្បាយតែរឿងរងចាំវិលទៅរៀបការជាមួយស្រីអាំស្របតាមបណ្ដាំរបស់មេស្រុកតែឱកាសល្អមិនទាន់ផ្ដល់ឲ្យក្រោតត្រឹមនៅក្រោយមិនសូវចេញមុខឯនៅក្នុងពោះឆេះក្តៅកគុកពេលណាឃើញមុខបេចគូសត្រូវតពោញាជ័យដល់ដីព្រំដែនក៏រៀបចំផែនការឲ្យស្នាក់នៅបោះជាបន្លាការពារក្នុងក្រៅបន្ទីរជ្រៅច្រកផ្លូវក្លឹមយាមរងចាំស្ដាប់ដំនឹងពីបច្ចាតើមកពេលណានឹងធ្វើសង្គ្រាមពោញាឲ្យចាត់កងការពារយាមដាក់ច្បាប់បំរាមហាមតឹងបំផុតមិនឲ្យទើបដើររហេតរហូតពេចប្រើឲ្យក្រោតយាមយ៉ាងម៉ត់ចត់ជាមួយក្រុមគេសតតែពួកក្បត់ចាំតែកំចាត់ពេចចោលប៉ុណ្ណោះស្លេះទុកឲ្យទើបចៅពោញាជ័យនៅត្រៀមចាំថ្ងៃវៃសៀមសិនចុះបាយទៅនិយាយពីមាននន់នោះតើស្លាប់ឬរស់ព្រោះបាត់ឈ្មោះយូរពេលទៅដល់ភ្លាមសៀមបានស្គាល់ជាក់ថាជាជាងឆ្លាក់ឯគ្មានដៃគូទើបស្ដេចប្រើភ្លាមមិនបងអង្គយូរបង្ខំឲ្យគូឆ្លាក់រូបរាជវង្សតែជាអាចកំបាំងដកអស្ចារ្យឲ្យតែពេលណាមាននន់ឆ្លាក់អង្គណាមួយរួចហើយត្រូវតែបាត់បង់មានវិបត្តិរងគ្រោះដល់ខ្សែជន់5អង្គសាត្រាមរណាច្បាស់ខ្លះត្រូវខ្លះទះខ្លះដំរៃចិនខ្លះត្រូវពុះចឹកខ្លះរងទឹកជន់ខ្លះទៀតស្គន់ចិនអាសន្នខ្សិនខ្សៃមាននន់ឆ្ងល់ពីអភូតហេតុនេះតែងតែត្រេះរិះតើមកពីអ្វីបានជាឆ្លាក់រួចរាជវង្សត្រូវខ្សែទៅពេលរាត្រីមាននន់យោសពឃើញប្រូលឹងរូបចម្លាក់រាជានៅឯគុហីភ្នំលាងសន្ធប់មកសនថាត់លើដែលឆ្លាក់ទាំង10ហើយស្រែកសន្ធឹបប្រាប់មាននន់ជាយើងតាមសងសឹកចំពោះរាជាក្រុងអយុធ្យាឲ្យរងគ្រោះថ្នាក់បើស្ដេចនៅតែប្រើឯងឲ្យឆ្លាក់នោះស្ដេចសៀមជាស្លាប់វិនាសក្រោយពីសុបិនមាននន់អ៊ុលអាលេងចង់គូឆ្លាក់ហើយព្រួយចិត្តណាស់ចំណែកព្រះចៅក៏ទ្រង់តម្រាស់ថារឿងនេះច្បាស់មកពីមាននន់ទើបទ្រង់បញ្ជាឲ្យហៅហោរាសម្រាប់រាជាមកទុះទីគុណតើមកពីអ្វីទើបគ្រោះថ្នាក់ធ្ងន់សូមទុះទីគុណនាឲ្យឃើញជាក្រោយពីដេញលេសពក្របកាលណាពិជ័យហោរាក៏ទូលអិតអាថារឿងនេះមកពីជាងចម្លាក់បានជាគ្រោះថ្នាក់កើតមានមែនពិតជាងនេះមានវិញ្ញាណអាចកំបាំងដ៏អស្ចារ្យខ្លាំងចូលមកសន្ធិដ្ឋតាមមកសងសឹកនិងព្រះបពិតរាជវង្សឆ្ងាយចិត្តឲ្យស្លាប់ទាំងអស់ដូច្នេះមិនត្រូវឲ្យជាងចង្រៃគូឆ្លាក់រូបអ្វីតទៅទៀតស្មោះព្រះចៅគ្រាន់តែបានលឺដូច្នោះក៏ក្រៅក្រត់ហួសហើយបញ្ជាថាត្រូវតែចាប់ចងមាននន់យ៉ាងឆាប់យកទៅសម្លាប់តាមច្បាប់អាជ្ញាព្រោះមាននន់នឹមឲ្យកើតមរណាតែតាហោរាទូលខិតកាត់ភ្លាមយកទៅប្រហារមិនចំណេញឡើយអាចបន់ដាលឲ្យកើតរឿងសងឈាមហេតុភេទមិនល្អក៏ជាសង្គ្រាមគួរតែធ្វើតាមធ្វើត្រជាវិញគឺត្រូវយកវាទៅដាក់ក្នុងឃុំណែនាំអប់រំកំបីតមនិញព្រោះជាងចំណានអាចផ្ដល់ចំណេញដល់ជាតិយើងវិញមិនខាតបងឡើយត្រូវឲ្យជាងសៀមតាមរៀនពីវាក្រេបយកវិជាកុំខ្លាចហត់នឿយព្រោះជាងយើងផ្ទឹមវាមិនបានឡើយកាលណាចប់ហើយសឹមប្រហាចោះទ្រង់ព្រះសន្តាប់ចប់ពាក្យហោរាព្រះចៅយល់ថាតាគិតគ្មានខុសត្រូវធ្វើឲ្យវាស្លាប់ដូចនៅរស់ស្ដាប់យើងទាំងអស់កុំបីកិច្ចវេះទើបទ្រង់ឲ្យគេនាំយកមេនន់ទៅដាក់ក្នុងពន្ធធនាគារពិសេសនិងឲ្យជាងសៀមត្រៀមរៀនចំណេះទើបនៅពេលនេះជាឱកាសល្អទ្រង់ថែមទាំងបាញ់ជាដោយសម្ងាត់ឲ្យកាត់យកថ្លើមអ្នកទោសមកស្លលេកុនសំដោះមនុស្សស្រីល្អធ្វើជាសម្លឲ្យមាននន់ស៊ី
រាល់ថ្ងៃមាននន់កាន់តែឆ្ងាញ់មិត្តស៊ីញយហើយថិតញ៉ាំមិត្តពេញទីនឹកភ័យក្រែងគេលេងឲ្យមហូបស៊ីអារម្មណ៍វក់វីដូចជក់គ្រឿងញៀនមាននន់លេងលាក់ដំរេះឆ្លាក់ឆ្នៃឲ្យតែបានឆៃគេព្រមបង្រៀនជាងសៀមជាយាមចូលមកហាត់រៀនវិជារបៀនគូឆ្លាក់ក្បូរក្បាច់មាននន់ស៊ីថ្លើមដោះមនុស្សយូរទៅរូបរាងអាស្រូវប្រែប្រួលឈាមសាច់ដោះថ្មិញចង្គមលៀនគូឲ្យខ្លាចសក់ដូចបិសាចភ្នែកក្រហមជឹមចិត្តថ្លើមឆេវឆាវសាហាវខុសបត់លេងស្ដាប់បង្កឹបអ្នកតូចអ្នកធំថែមទាំងចេះក្បាច់កាប់ដាវវៃដំក្បាច់គុណលោតច្រំដាល់បោកចំបាប់ពីដើមមេនន់មិនដាល់ចេះសោះលោតហក់ឆ្វែលហោះបោះពួយក្រាញ់ក្រាបឥឡូវប្រែជាចេះយ៉ាងចំណាប់ប្រៀបដូចមេទ័ពម្នាក់ដ៏អស្ចារ្យដោយអារម្មណ៍ចេះតែក្តៅក្រហាយមាននន់បានវៃដល់តបប្រហាដល់ពួកអ្នកទោសនិងអ្នកធ្វើការអ្នកយកអាហារអស់ច្រើនអ្នកពិតព្រះចៅក្តៅចិត្តឲ្យយកមាននន់ទៅដាក់ក្នុងពន្ធធនាគាรงងឹតច្រវាក់ខ្នោះគ្នាងគៀងពិតជុំចិត្តលេងឲ្យប្រព្រឹត្តអ្វីបានទៀតឡើយមាននន់លេងបានដឹងអ្វីទាំងអស់ជប់ក្នុងគុកនោះគ្រប់20ឆ្នាំហើយរឿងពីស្រុកខ្មែរគេឥតដឹងឡើយគេព្រួយឥតស្បើយនឹកដល់ភរិយាឥតដឹងទាំងរឿងកុមារឧទែនបុត្រព្រះមនាងប៉ែនតស៊ូពុះពៀបោកប្រាស់ព្រះចៅមកកាន់កម្ពុជាដើម្បីរួមគ្នារំដោះទឹកដីមាននន់គិតថាកន្លង20ឆ្នាំបើកូនគេធំខ្លាចជាយុវវ័យគង់បានធំធាត់វិវត្តគ្រប់20គេតែងស្រមៃនឹកកូនពេកពន់ស្រាប់តែដល់ពេលដែលត្រូវរៀបទើបទៅវ័យសង្គ្រប់ខ្មែរឲ្យអាសន្នព្រះចៅក៏នឹកភ្លាមដល់មេនន់ដែលនៅក្នុងពន្ធធនាគាรงងឹតព្រះចៅឲ្យដោះលេងជាងចម្លាក់ពីគុកច្រវាក់ខ្នោះគ្នាងអក្រិតមកប្រាប់ថាបើចង់រស់ជីវិតសេរីភាពពិតខ្លាចជាអ្នកជាត្រូវតែបែរមុខទៅធ្វើសង្គ្រាមច្បាំងបង់ហូរឈាមលើដីខេមរាដណ្ដើមយកជ័យឲ្យអយុធ្យាអ្នកឯងពិតជាបានកិត្តិយសធំធ្វើជាមន្ត្រីត្រួតដីឥសាននោះអ្នកនឹងបានរស់នៅជួបជុំជាមួយបុត្រាភរិយាឧត្តមលែងព្រួយបារម្ភដូចពេលនេះហើយប៉ុន្តែបើទៅត្រូវស្មោះនឹងសៀមកុំចាក់ខ្សែទៀមក្បត់មិនបានឡើយយើងនឹងកាត់ក្បាលឯងដោតច្បាស់ហើយបើឯងតោះតើយមិនស្ដាប់បញ្ជាយើងឲ្យឯងធ្វើជាមេក្រុងទ័ពខ្មែរដែលយើងចាប់មកពីកម្ពុជាច្រើនរាប់ម៉ឺននាក់ធ្វើជាយោធានៅក្រោមបញ្ជារបស់ឯងហើយមាននន់គិតថាពេលនេះស្ដេចសៀមឲ្យខ្មែរហត់ឈាមខ្មែរគ្មានពេលស្បើយបើសៀមច្បាំងខ្មែរមិនជាអ្វីឡើយតែពេលនេះហើយគឺខ្មែរនឹងខ្មែរនៅពេលដែលមាននន់រំពឹងគិតស្រាប់តែនៅចិត្តរន់ត្រជាគេឮដូចសំឡេងខ្សឹបច្បាស់ម្លេះទេគឺឮតែគេម្នាក់ឯងច្បាស់ថាចូលឯងព្រមតាមសៀមទៅមេនន់ដើម្បីរួចខ្លួនខ្លាចជាអ្នកជាបានវិលទៅកាន់មាតុភូមិភារាជួបជុំគ្រួសារកូនប្រពន្ធវិញបើឯងមិនទៅក៏នៅតែស្លាប់ចាំពាក្យយើងប្រាប់កុំបីទៅម្នេញឲ្យតែបានវិលមកដីខ្មែរវិញរឿងដូចម្ដេចមិញចាំគិតពេលក្រោយមាននន់ក៏ឆ្លើយភ្លាមថាព្រមទៅទើបអង្គព្រះចៅរៀបទើបមិនធ្លោយផឹកទឹកសម្បត្តិមិនបាត់ម្នាក់ឡើយលុះគ្រប់គ្នាហើយលើកទើបចេញភ្លាមសំដៅទៅកាន់ព្រំដែនដីខ្មែរអស់ពេល1ខែទើបខ្មែរក្រមសៀមបានទៅដល់បោះបនទាចាំត្រៀមចាំបងហូឈាមនឹងខ្មែរគ្នាឯងពាក្យ7រីឯទើបខាងចៅពញារៀបចំការពារយ៉ាងខែងរែងមាននន់ប្រែឈ្មោះមេតផ្លែងងាមរៀបយ៉ាងខែងនៅម្ខាងដែរផ្លែងងាមបានចាត់ឲ្យក្រុមឆ្លូបទៅសើបលួចលោបយកការខ្មែរតើទើបលើកមកប៉ុន្មានដែរដើម្បីរិះរេរៀបយុទ្ធសាស្ត្រចំណែកពញាសង្គ្រាមជ័យសឹងមានស្មារតីវៀងវៃណាស់ចាត់ប្រើកងឆ្លូបឥតស្ទើរស្ទះទៅសើបឲ្យច្បាស់ពីខាងសៀមអ្នកដែលស្ម័គ្រចិត្តឥតវេះកិច្ចគឺនាយមនោពេជ្រដល់ល្បីនាមគ្រាន់តែជ្រើសរើសក៏ស្ម័គ្រភ្លាមទៅសើបការតាមបទបញ្ជាចំណែកនេក្រោតសោតសែនអក្រោកឡើងបន្ទោឥតរុញរា
ប្រមូលយុក្រុមជំនិតវាទៅជាមួយគ្នាតាមមโนពេជ្រដោយយល់ថាក្រោតក៏ជាបងពេជ្រធ្លាប់ស្លូតត្រង់មិនមានល្បិចមិនដឹងចិត្តក្រោតខ្មៅកុក្រិចប្រុងចាប់ក្រញិចពេជ្រពេលនោះក្រោតរៀបផែនការប្រហារពេជ្រស្របតាមកលល្បិចដ៏ទុរយោដែលមេស្រុកផ្ដាំមកឥតខ្ចោះនឹមគ្នាដោយឆ្ពោះទៅខ្សែត្រៀមពេជ្រឥតដឹងខ្លួននឹមក្បួនឆ្លូបលួចដើរលបដោយស្ងប់ស្ងៀមសំដៅទៅរកជំរំសៀមមិនឲ្យអ្នកយាមសៀមឃើញឡើយស្រាប់តែមានទេហ៊ាន4នាក់ស្លៀកពាក់ពលសៀមឥតកន្តាយលោតមកពូនស្ទាក់ដកដាវហើយយាកាប់ឥតស្បាយសំដៅពេជ្រក៏រហ័សប្រះកិច្ចខ្លួនជន់ខ្លែងទាំង4ដែលមានល្បិចនៅតែហក់តាមឥតមានផ្លេចឯក្រោតមានល្បិចធ្វើជាជួយបានតែបន្តិចក្រោតកិច្ចបាត់ពលសៀមសម្ងាត់លោតបោះពួយពិតលោមចាប់ពេជ្រគូឲ្យព្រួយពេជ្រគ្មានអ្នកជួយឲ្យគេចាប់បណ្ដើរចូលក្នុងព្រៃកំពតរីឯវិក្រោតថយប្រញាប់ព្រោះដឹងថាពេជ្រមុខជាស្លាប់ទើបរត់ប្រញាប់ទៅរាយការណ៍ប្រាប់ថាពេជ្រត្រូវខ្មាំងចាប់បានព្រោះតែក្លាហានខុសមេត្រាបំពេញចូលហួសព្រំសេមាទើបជប់បន្លាបច្ចាមិត្តយើងបានប្រឹងជួយវ័យរំដោះតែមិនរួចព្រោះខ្មាំងជុំចិត្តគូឲ្យសោកស្ដាយពេជ្រពេកពិតមិនដឹងជីវិតគ្នាយ៉ាងណារីចៅពញាសង្គ្រាមជ័យស្ដាប់ហើយរំពៃពិចារណាពេជ្រត្រូវខ្មាំងចាប់ជាបញ្ហាតែមិនទាន់ឆ្លើយថាដូចម្ដេចខ្លែងពីរជន់ខ្លែងខ្លួនទាំងអស់ចាប់ទាញប្រអស់នឹមយកពេជ្រទៅក្បែរព្រៃមួយស្ងាត់បន្តិចហើយប្រុងប្រល្បិចប្រហារភ្លាមតែជាកុសលផ្ដល់ឲ្យទិនពេលនោះមេននឬផ្លែងងាមដែលនឹមកងឆ្លូបដើរល្បាតយាមមានពលដើរតាមរាប់សិបនាក់ស្រាប់តែមកទិនហេតុការនោះពលកាន់ចន្លោះឆ្លោះឃើញជាពេជ្រត្រូវគេលើកដៅប្រុងចាក់ឲ្យរងមរណៈខ្សែពេលនឹងខ្លែងងាមស្រែកហាមជាពាក្យសៀមថាថយចេញភ្លាមកុំទទឹងតើមានទោសអីមនុស្សម្នាក់នឹងបានជាអាប្រឹងប៉ងសម្លាប់ពលដែលក្រោតជួលសុតចេះសៀមក៏ឆ្លើយគំរាមជាប្រញាប់ថាវាជាខ្មែរមកលួចស្ដាប់ពេលនេះចាប់បានត្រូវប្រហារខ្លែងងាមថាកុំទិនសម្លាប់បើខ្មែរមកស្ដាប់លោបយកការត្រូវសួរចម្លើយវាសិនរាទៅកាប់ប្រហារជាខាងក្រោយពលសៀមខ្លែងមិនព្រមប្រគល់មโนពេជ្រឲ្យដល់មាននន់ឡើយទៅប្រឹងកែខៃលៃលោកឆ្លើយថាចាប់បានហើយទុកធ្វើអ្វីត្រូវតែសម្លាប់ចោលតែម្ដងព្រោះវាហ៊ានឆ្លងហួសព្រំដីមិនចាំទុកសួរចម្លើយអីនេះគឺវិន័យនៃសង្គ្រាមមាននន់សម្លឹងមុខមโนពេជ្រមួយផ្លេតហាក់ផ្លេចអ្វីអស់ភ្លាមកម្លាំងឈាមស្រែហៅរកឈាមបេះដូងក្រំក្រៀមស្លោកស្រពូនសម្លឹងយូរទៅក្តៅចិត្តភ្លឹករលឹកនឹកគិតទៅដល់កូនបើមិនទាន់ស្លាប់ឈ្មោះសាបសូន្យនោះកូនមុខជាធំប៉ុណ្ណឹងស្រាប់តែមេននស្រែកសន្ធឹបយើងជាមេទើបប្រាប់ឲ្យដឹងបើឯងមិនស្ដាប់យើងពេលហ្នឹងយើងនឹងសម្លាប់ឯងឥឡូវព្រោះឯងប្រឆាំងនឹងបញ្ជាអាជ្ញាយោធាត្រូវប្រដៅបើចង់សក់ខ្លួនថយចេញទៅកុំឲ្យក្តៅកុំត្រជាទិនពេលនោះដៃជើងក្រោតទាំងអស់ខ្លាចត្រូវរងទោសភ័យអាសន្នព្រោះផ្លែងងាមស្រែដូចកំពិនពួកវាភ័យស្លន់រត់ចេញទៅលុះរត់មកដល់ចិត្តវាស្រែប្រទះឃើញឆ្កែមួយពណ៌ខ្មៅក៏ដកដាវកាប់សម្លាប់ឆៅឲ្យឈាមដាប់នៅផ្លែដាវក្របទើបរត់យ៉ាងលឿនទៅប្រាប់ក្រោតថាខ្លួនបានព្រួតគ្នាសម្លាប់មโนពេជ្រហើយកាត់3កំណាត់បោះចោលបំបត្តិទៅក្នុងព្រៃវិក្រោតអស់ខ្លាំងខំប្រឹងស្ដាប់ឮថាពេជ្រស្លាប់ពិតហើយនោះក៏ឲ្យមាសប្រាក់គ្មានស្ដាយសោះដល់ពលទាំងអស់ដែលខ្លួនប្រើក្រោតនឹមគូកនរត់ចេញភ្លាមរត់កាត់ចេញតាមដងព្រៃលើសែនសាប់បាយចិត្តឥតអ្វីស្មើ
ខំធ្វើដំណើរវិលត្រឡប់ក្រោតរត់អិតប្រាប់ចៅពញាល្មើសបត់បញ្ជាវិន័យទើបអាងខ្លួនជាកូនអ្នកមានទ្រព្យគ្មានស្ដាប់បង្កើបអ្នកណាឡើយបែរទៅនិយាយពីមโนពេជ្រដោយសារក៏ល្បិចក្រោតនោះហើយទៅព្រមលិខិតកម្រិតឲ្យជូនដល់ត្រើយជួបឪពុកតែអ្នកទាំងពីរមិនស្គាល់គ្នាមាននន់បញ្ជាចំពោះមុខឲ្យយកមโนពេជ្រទៅឃុំទុកនៅក្នុងបន្ទប់មួយសម្ងាត់ពេជ្រត្រូវគេវាយសួរចម្លើយទេតប់មុខក្រោយយ៉ាងជូរចត់តែត្រឹមនៅស្ងៀមមិនហើបមាត់ប្រាប់រឿងសម្ងាត់អ្វីសោះឡើយពួកអ្នកសាកសួរទល់ចំណេះក្ដួលក្ដៅស្ទើរឆេះប្រេះទ្រូងហើយទៅចូលទៅប្រាប់ផ្លែងមេកើយថាលោកម្ចាស់អើយវារឹងណាស់ទោះសួរយ៉ាងណាក៏មិនឆ្លើយវានៅប្រងើយមុខមានះតាមខ្ញុំយល់ថាគួរជំរះឲ្យវាស្រឡះតែម្ដងទៅទុកយូរសួរច្រំនឹមខាតពេលយកទៅក្របែលទិនយប់ជ្រៅនេះឲ្យស្រេចការសោះម៉ងសៅកុំបាច់ទុកនៅឥតប្រយោជន៍មាននន់ធ្ងន់ចិត្តឥតយល់ព្រមទៅឆ្លើយថ្នមដោយអាណោចកុំទិនឲ្យវាខ្លាចជាខ្មោចនៅមានប្រយោជន៍សម្រាប់អញថាហើយមាននន់ក៏ដើរឆ្លងទៅសួរពេជ្រម្ដងដោយខ្នាន់ខ្នាញ់តើឯងឈ្មោះអីឆាប់ប្រាប់អញស្រុកភូមិនោះមិញនៅឯណាម៉ែឪឈ្មោះអីប្រាប់ឲ្យជាកុំបាច់លៀមលាក់ឲ្យសង្ការពេជ្រធ្វើកន្តើយរួចឆ្លើយថាប្រាប់មិនបានការកុំសួរអីឈ្មោះគ្រួសារយើងប្របីកើបមិនសមប្រាប់ពួកសៀមអប្រៃដែលនឹមគ្នាមកឆ្លៀនពៀនដីទោះខ្សែក៏យើងមិនប្រាប់ដែរដោយលឺមโนពេជ្រប្រឹងប្រកែកមាននន់បើកភ្នែកក្រហមថ្លែឆេវឆៅដោយភ្លើងឆេះឆាបស្រែហើយលោតទៅក្បែរទះលឿនផាំងមួយដៃលឿនសូដូចរន្ទះមโนពេជ្រដួលប៉ះទៅជញ្ជាំងឈាមហូរពីមាត់ឈឺចាប់ខ្លាំងមាននន់ស្រែកទាំងមួម៉ៅថាយើងមិនចូលចិត្តក្មេងមិត្តរឹងពេជ្រតបទាំងខឹងគ្មានរអាយើងក៏ស្អប់ណាស់ចាស់ចិត្តខ្លាអាងតែហឹង្សាគ្មានគិតអីផ្លែងងាមច្បាមសក់ពេជ្រឲ្យងើបជើងពេជ្រក៏ហើបផុតពីដីយើងនឹងវាសយកថ្លើមឯងឆៃបើអាចចង្រៃឯងមិនប្រាប់មโนពេជ្រមិនព្រឺចាញ់គំរាមដោយហេតុតែឈាមដាប់ដិតចាប់ឪពុកបង្ខំកូនមិនប្រាប់ផ្លែងញឿចម្ប្រប់ស្រែកជាថ្មីបើអាមិនប្រាប់ឈ្មោះគ្រួសាររួមទាំងឈ្មោះអាថាម្ដេចក្ដីអញក៏មិនចង់ដឹងឡើយណីព្រោះគ្មានផលអីដល់អញទេតែត្រូវប្រាប់ពីឈ្មោះមេតើបដែលមានស័ក្តិ10ធំលើគេនឹងតើបចំនួនប៉ុន្មានដែរប្រាប់ភ្លាមកុំកែកិច្ចអីសោះមโนពេជ្រក្រោកឈរយ៉ាងអង្អាចតបដោយមិនខ្លាចអ្វីទាំងអស់យើងជាយុទ្ធជនតូចតាចស្មោះមិនអាចដឹងអស់រឿងនេះឡើយបើឯងចង់ដឹងទៅសួរចុះចាស់ស្ទើរសក់សអស់ទៅហើយម្ដេចមកសួរក្មេងជ្រាយបង្ហើយយើងមិនប្រាប់ឡើយកុំចង់ដឹងមាននន់លឺពេជ្រប្រកែកជាក៏លោតទៅធាក់ទាំងកំហឹងពេជ្រដួលរមៀលឥតលំនឹងមាននន់ស្ទុះវឹងទឹកថែមទៀតវៃវត្តឥតថ្នមពេជ្រទ្រោមឈឺស្រែកស្ទើរមិនលឺឈឺសក់ស៊ីទឹកភ្នែកហូរស្រោចទ្រូងចង្អៀតខំឆ្លៀតយំយេទួញស្រែកហៅម៉ែថាឲ្យកូនមកចូលទើបក្រែងលោមានភ័ព្វបានជួបឪស្រាប់តែបែជាពេលអីលើកូនបែជាត្រូវគេវាយដំកូនឈឺចាប់ណាស់អ្នកម៉ែថ្លៃគេគ្មានប្រណីលោតធាក់ច្រំកាលនៅចិត្តម៉ែថ្នាក់ថ្នមពេលនេះកូនទ្រមចុកចាប់ណាស់ពេលពេជ្រធ្ងួញធ្ងរហូរទឹកភ្នែកមាននន់ខឹងពេកស្ដាប់មិនច្បាស់បែជាកំរៀមថែមរហ័សបើឯងចង់រស់ត្រូវប្រាប់ភ្លាមអញខំនិយាយខ្មែរឲ្យស្ដាប់តែអាមិនប្រាប់ខំលាក់លៀមម្ដងនេះបើនៅបិទមិត្តស្ងៀមអាមុខជាក្រៀមដេកដីហើយពេលនោះទាហានពីរអ្នកឈរស្រែកប្រាប់បន្ទោថាលោកអើយខ្ញុំមានស្នៀតថ្មីឲ្យវាឆ្លើយលោកកុំព្រួយឡើយចាំមើលចុះថាហើយវាយកចង្ក្រានភ្លើងមានរងងើកខ្ជួងក្រហមសោះ
នឹងដែលស្រួយចុងមុតក្នុងនោះប្រងចាក់ទម្លុះដើមទ្រង់ឆ្លើយបិចក្រាន់តែឃើញញើចំប្រាប់ស្ទើរដួលសន្លប់បាត់ទៅហើយពេលនេះមិនអាចទ្រាំបានឡើយបើមិនព្រមឆ្លើយមុខជាស្លាប់ដែលក្នុងចង្ក្រានក្តៅរលាក់បិចត្រូវគេក្រៀកដៃជើងចាប់អាម្នាក់ហែកទ្រូងអាវលើខ្វាប់ហើយលើកដង្កៀបដែកមុតស្រួចបិចឃើញដែកឆេះក្រហមឆ្អៅក៏ស្រែកហៅម៉ែលឿនក្រលួចធ្វើឲ្យមាននន់ភ្ញាក់ព្រឺព្រួចគំនួចគួចចិត្តអាណិតដែរគ្រាដែលអាវពេជ្រត្រូវគេហែមាននន់ក្រលេកទៅឃើញខ្សែក៏នឹងបន្តោងដែលជាគេទៅស្ទុះទៅក្បែរស្រែកថាឈប់ឲ្យពលដកដែកភ្លើងចេញភ្លាមមាននន់មិនស្ងៀមចាប់ខ្សែជាប់ផ្ដាច់ពីក៏ពេជ្រជាបន្ទាប់ហើយពិនិត្យជាប់ក្បាច់រចនាទៅបែរមកសួរពេជ្របន្តតើបានខ្សែកនេះពីណាពេជ្រខំប្រឹងឆ្លើយទាំងខ្លោចផ្សាគឺម៉ែខ្ញុំជាអ្នកឲ្យពាក្យមាននន់សួរទាំងចិត្តរបួសតើម្ដាយឯងនោះឈ្មោះអីជាម្ដាយខ្ញុំឈ្មោះពៅបានឲ្យពាក្យដោយបាញ់ជាថាជាគេឪពេជ្រហាក់ដូចចង់ពោលបន្តមាននន់នៅឈោរែងមងសៅដៃកាន់ខ្សែកបន្តងនៅទើបបែរទៅប្រាប់ពលឲ្យថយទុកឲ្យវានៅត្រង់នេះចោះពួកឯងទាំងអស់កុំនៅឡើយយើងនឹងស៊ូវាផ្ទាល់បានហើយវាមុខជាឆ្លើយប្រាប់ប្រកាសក្រោយដែលកូនពលចេញទៅអស់មាននន់ក៏ស្ទុះទាំងរន្ធត់ទៅម្ខាងបន្ទប់ដោយស្ងៀមស្ងាត់តាំងចិត្តមាត់ចត់មើលបន្តោងផ្ទឹងនឹងបន្តោងខ្សែមួយទៀតដែលគេឆ្លៀតដកពីក្នុងថង់ឃើញដូចគ្នាពិតឥតមានម៉ងខ្សែកបន្តោងទាំងពីរនេះមាននន់នឹកកាលគេប្រើក្រៃជាប្អូនឲ្យឆ្នៃតាមចំណេះធ្វើខ្សែកពីរល្អវិសេសចំណែកគេចេះធ្វើបន្តោងឆ្លាក់រូបមុខគេនិងមុខពៅបាញ់ចោះឲ្យនៅជាប់ទាំងសងចែកគ្នាម្នាក់មួយជាចំណងឲ្យនឹកឃើញផងពេលបែកគ្នាគ្រាន់តែនឹកឃើញរឿងនេះភ្លាមចិត្តភ្លើងសង្គ្រាមព្យុះឆៅមៀសាហាវដូចយៈឃើញមនុស្សសាឆេវឆៅប្រែជាស្លូតស្រួលវិញគេធ្ងររំដំក្នុងចិត្តថាក្មេងនេះពិតជាកូនប្រុសអញព្រោះពេលដែលសៀមគីនឹមចេញវាទៅបនឹងចេញពីផ្ទៃម្ដាយអញបានដាក់ឈ្មោះថាមនោពេជ្រចាំមិនទាន់ផ្លេចទុកក្នុងកាយបើឈ្មោះនេះមែនមិនអ្នកឆ្ងាយព្រោះវាធម្មតានោះឈ្មោះពៅទឹកភ្នែកមាននន់ផ្ដើមជន់ជោរលោកពុះពោរលួយក្តៅស្រក់ហូរលើថ្ពិលដោយសំដៅសំណោស្រែកហៅរឿងអតីតទៅខំជូតភ្នែកឲ្យស្រឡះស្ទុះយ៉ាងរហ័សទាំងក្រំចិត្តប្រុងទៅសួរពេជ្រឲ្យបានស្និទ្ធតើវាឈ្មោះពិតជាអ្វីដែរជួនពេលមាននន់មើលខ្សែកពេជ្រខំត្រដោពុំមានលហែរំកិលទៅចិត្តចង្ក្រានដែរយកដៃចុបខ្សែទៅត្រដោនឹងបន់ទះដែកមុតស្រួចជាដែលវាទម្លាក់ចោលក្បែរអស់លុះត្រាតែដាច់ចំណងអស់តែប្រុសកំឡោះត្រឹមស្ងៀមនៅមាននន់កាន់បន់តោងខ្សែកទាំងពីរមកឈោសួរចៅរៅប្រាប់មកឲ្យឆាប់កុំអាស្រូវបើម៉ែឈ្មោះពៅឯងឈ្មោះអ្វីឬមួយក៏ឯងឈ្មោះមនោពេជ្របើមែនកុំកិច្ចកែបំភ្លៃពេជ្รงក់ក្បាលហក់ដូចឆ្លុះព្រៃស្ទុះគ្មានប្រណីរត់ចេញទៅឆក់ខ្សែកពីដៃមាននន់រត់យ៉ាងរន្ធិនទាំងយប់ជ្រៅមាននន់ស្ទុះតាមហើយស្រែកហៅតែពេជ្រមិននៅស្ដាប់ឡើយណាជួនពេលនោះមាននាយពលម្នាក់ស្ទុះរត់មកស្ទាក់មាននន់ថាលោកមេទើបធំចេញបញ្ជាឲ្យរៀបទើបជាវ័យខ្មែរស្អែកពេជ្រដែលរត់ទៅថយមកស្ដាប់ដឹងរឿងឲ្យឆាប់រត់ពុះជ្រែកទាំងកុនដល់យប់ឥតរេរែកកាត់ព្រៃឆ្លងព្រែកដល់ជំរំមនោពេជ្រឥតផ្លេចនឹមដំណឹងមកជុំរៀបប្តឹងលោកជាធំគឺចៅពញាជ័យឧត្តមតាមរឿងដែលខំទៅលួចស្ដាប់បែរទៅឯនាយមាននន់វិញចិត្តសែនតោមនិញពេញអ៊ូអាប់ពេលលឺនាយពលឲ្យរៀបទើប
ក៏ស្រែកយ៉ាងឆាប់ប្រាប់ទៅភ្លាមយើងបានជួបកូនប្រុសយើងពិតយើងមិនខ្វល់គិតពីសង្គ្រាម20ឆ្នាំចាំឈាមរត់រកឈាមយើងចេញទៅតាមកូនយើងហើយពោលហើយមេនន់ក៏ចេញទៅកណ្ដាលយប់ជ្រៅឥតលហែលហើយមិនដឹងរកពេជ្រឯណាឡើយនេះហើយហេតុតែខ្សែលោហិតពាក្យ8ចំណែកវិក្រោធសោតគិតស្មានថាមនោពេជ្រមរណានៅសមរភូមិក៏នឹមគូកននឹងមនុស្សចំណិតមូលមិត្តវិលទៅឯកំពង់ឆ្នាំងដល់អមរិនត្របោផោប្រាប់មេស្រុកនិងម្ដាយឪពុកថាគេល្បីខ្លាំងបានទៅឆ្លូបលួចយកការពីខ្មាំងដើម្បីឲ្យច្បាំងបានជ័យជំនះគេមានកិត្តិយសល្បីឈ្មោះអស្ចារ្យទៅចៅពញាពេញចិត្តខ្លាំងណាស់ដោយសាររូគេទៅសង្គ្រាមឈ្នះបានច្បាប់មកលេងផ្ទះមុនគេឯងរីឯមនោពេជ្រគ្មានល្បិចយុទ្ធសាស្ត្រទៅជួបប្រទេសខ្មាំងឥតកោតក្រែងវាសំឡាប់ពេជ្រចោលក្បែរកុំត្រែងក្រោតឃើញជាក់ស្ដែងតែជួយមិនបានមេលៀននឹងក្រៃជឿសំដីក្រោតទៅឡើងអំនួតអ៊ូតពេញភូមិឋានធ្វើឲ្យអមរាខ្លោចផ្សាពេញប្រានដោយនឹកស្មានថាពេជ្រស្លាប់មិនពិតមិនតែប៉ុណ្ណោះក្រៃនឹងមេលីរំអុកទៀមទីដល់លោកនិមិត្តបង្ខំឲ្យអាំរៀបការក្រោតពិតដើម្បីបានស្និទ្ធស្នេហ៍រួមមេត្រីអាំព្រួយចិត្តពេកទឹកភ្នែកមងសៅទៅរត់សំដៅទៅដើមពោជ្រៃយំយេកស្រែកសួរអង្វរលោកីសូមឲ្យបារមីជួយដល់មនោពេជ្រអោបងអើយបងនៅទីណាតើបងមរណាមិនឬដូចម្ដេចអូនឈោចាំបងរាល់ពេលថ្ងៃលិចក្រំភ្លៀងស្រស់ស្រេចភ្លៀងលិចវាសនាអែនតូនូនៅរះតែម្ចាស់ស្នេហ៍បាត់ដងស្ទឹងសម្ងាត់មិនដេចក្បត់សច្ចាត្រួយពោនៅលះត្រួយមរោះនៅផ្កាតែត្រួយស្នេហាប្រែជាស្រពូនគេបងខំអូនឲ្យចូលរោងការតែអាំជឿថាបងមិនតាន់សូនគឺគេពង្រិតបងពីររូបអូនដោយស្ទឹងព្រិតក្បូនសូនបាត់ច្រវាទឹកភ្នែកអូនហូរសួររកប្រុសថ្លៃឃើញបងលើកដៃពេលចយត្រាចាំបងវិលវិញមករួមខាន់ស្លាបើបងមរណាអមរាក៏ខ្សៃ